Rồi chúng tôi số phong màu mình tỏ cái này chụp cái này mình làm video thay mấy ngày này đá mình video muốn nó chạm lại phong màu mình tỏ cái này họcពីរបៀបនៃការបង្កើតវិក័យប័ត្រជាមួយនឹង AI ប្រហែលគ្នាដោយខ្ញុំប្រើជាមួយនឹង Gemini ប្រហែលគ្នាលើយើងចូលមកកាន់ Gemini មកលើយើងធ្វើការចូលមកកាន់ Gemini ក៏ប្រហែលគ្នាតមកទៀតយើងធ្វើការអាចនៅ prompt ដែលខ្ញុំនឹងតម្លាក់ចូលទៅក្នុង Telegram អញ្ចឹងនេះគឺ prompt ដែលយើងអាចធ្វើការកែសម្រួលបានប្រហែលគ្នាឃើញនៅកន្លែងនេះគឺគេដាក់ថាព័ត៌មានត្រូវដាក់ដូចខាងក្រោម header ឈ្មោះអាជីវកម្មរបស់យើងគេដាក់ cloud វងកញ្ចក់ cloud គ្នាប្រហែលគ្នាយើងដាក់ឈ្មោះហាងរបស់យើងខ្ញុំដាក់ឈ្មោះហាងទៅជាដាក់សុធារដ្ឋ electrical shop អញ្ចឹងទៅប្រហែលគ្នាអាចដាក់ទៅតាមរការបស់ប្រហែលគ្នាបានគេដាក់អក្សរខ្មែរនិងអក្សរអង់គ្លេសក៏បានដែរប្រហែលគ្នាកន្លែងនេះគឺគេប្រើអក្សរខ្មែរមុនចឹងយើងត្រូវដាក់អក្សរខ្មែរមុនមកពុកម៉ែបងប្អូនគ្នាអាចដាក់ទៅតាមឈ្មោះរបស់ពុកម៉ែបងប្អូនគ្នាតម្រូវការរបស់ពុកម៉ែបងប្អូនគ្នាបានជារដ្ឋអគ្គិសនីទេខ្ញុំចេះតែដាក់តែពុកម៉ែបងប្អូនគ្នាចឹងកន្លែងនេះគឺខាងក្រោមនេះឈ្មោះអង់គ្លេសយើងដាក់ឈ្មោះអង់គ្លេសមកចឹងពុកម៉ែបងប្អូនគ្នាអាចធ្វើការកែសម្រួលផ្លាស់ប្ដូរទៅតាមតម្រូវការរបស់ពុកម៉ែបងប្អូនគ្នាបានចឹងកន្លែងនេះគឺលេខទូរស័ព្ទអាស័យដ្ឋានភូមិឃុំស្រុកខេត្តអញ្ចឹងណាឧទាហរណ៍ខ្ញុំដាក់ស្រុកកណ្ដាលខេត្តកណ្ដាលអញ្ចឹងមានផ្ទះលេខអាស័យដ្ឋានភូមិឃុំយើងដាក់មកនេះគឺខ្ញុំបង្ហាញទេអញ្ចឹងបងប្អូនគ្នាអាចធ្វើការដាក់បានហើយលេខទូរស័ព្ទយើងនេះគឺខ្ញុំក៏បង្ហាញនេះលេខទូរស័ព្ទគឺយើងដាក់មកឧទាហរណ៍បាន097564589 6អញ្ចឹងទៅហើយបងប្អូនគ្នាមើលទៀតថាបងប្អូនគ្នាអាចកែសម្រួលកន្លែងណាបានទៀតអញ្ចឹងណាអញ្ចឹងសម្រាប់ខ្ញុំគឺអស់ហើយគឺមានប៉ុណ្ណឹងខ្ញុំដូរទៅឈ្មោះហាងភូមិឃុំអញ្ចឹងគឺយើងធ្វើការបង្កើតទៅបងប្អូនគ្នាហើយយើងចុចអាកន្លែងនេះអាកន្លែងចិត្តសញ្ញាបូកនេះមានសញ្ញាមួយយើងដាក់ខាងលើបងប្អូនគ្នាខាងលើនេះគឺបង្កើតរូបភាពហ្នឹងយើងចុចមកបញ្ជូនមកអញ្ចឹងយើងធ្វើការរងចាំសិនបងប្អូនគ្នារយៈពេលប្រហែល1នាទីអីយើងនឹងធ្វើការទទួលបានហើយបងប្អូនគ្នាឥឡូវនេះវានឹងបង្ហាញពីទិន្នន័យដែលយើងបានដាក់មិញយើងនេះវាសួរយើងចង់បាន font អី iOS បាត់ដំបងដាក់យើងប្រាប់មកថាយើងចង់បានខ្មែរ OS បាត់ដំបង BNG តទៅទៀតយើងដាក់ Xiaomi PDF អញ្ចឹងយើងធ្វើការរងចាំមកបងប្អូនគ្នាអញ្ចឹងឥឡូវវាកំពុងតែធ្វើការប្រសេសយើងហើយបងប្អូនគ្នាឥឡូវនេះយើងទទួលបានហើយបងប្អូនគ្នានេះគឺជាទិន្នន័យដែលវាបង្ហាញយើងហើយយើងចុចលើ PDF មកតទៅទៀតយើងជ្រើសរើសកន្លែងបើកអូខេខ្ញុំបើកនៅក្នុង Character នេះគឺ invoice មួយឯងបងប្អូនគ្នានេះគឺ invoice វិក័យប័ត្រអញ្ចឹងបើយើងមាន logo យើងអាចដាក់ logo បានអញ្ចឹងអានេះ design ខ្ញុំអត់មានគឺខ្ញុំក៏បង្ហាញបងប្អូនគ្នាទេបងប្អូនគ្នាអាចធ្វើការយកនេះទៅកែសម្រួលបានកែច្នៃដាក់ទៅតាមរការបស់បងប្អូនគ្នាបានអញ្ចឹងនេះគឺសុធារដ្ឋអគ្គិសនីសុធារដ្ឋ electrical អញ្ចឹងបងប្អូនគ្នាចឹងនេះគឺឈ្មោះមកតំណែងលេខរៀងចំនួនតម្លៃរាយតម្លៃសរុបអញ្ចឹងបងប្អូនគ្នាចឹងមានន័យថាគឺ AI គឺយើងអាចបង្កើតបានបងប្អូនគ្នាបង្កើតបានទៅតាមតម្រូវការរបស់បងប្អូនគ្នាត្រូវការទៀតអញ្ចឹងសម្រាប់វីដេអូនៃការបង្កើត invoice វិក័យប័ត្រដោយប្រើ AI គឺមានតែប៉ុណ្្នឹងទេបើសិនជាមានចន្លោះខ្វះខាតក៏សូមមេត្តាខាងតែទៅផងដែរសម្រាប់វីដេអូនេះគឺខ្ញុំនឹងតម្លាក់ prompt ចូលទៅក្នុងក្រុម Telegram របស់ខ្ញុំបងប្អូនគ្នាអាចធ្វើការចុច join link ក្រុម Telegram នៅខាងក្រោម description នៃវីដេអូនេះបានណាបងប្អូនគ្នាអញ្ចឹងជួបគ្នាខ្ញុំនៅវីដេអូក្រោយបន្តទៀត